nhung bờ lỏng chắp bạt đột được pe bầm bờ chna mai bận tai chna môi na có miên ôn sông cần lư bị nhung này video này cứ thua vậy để khó play cứ nhung nâng xua cần lư bị ôn vinh để sao nhung bờ lỏng chắp bờ chna mai chân bờ cắt chỉ miên ở vậy plap đôi chỉ tràn chân nhung ban story su ôn nâng ngày muốn tha cọt ban thiểm mấy cái class mẹ bạn đột chna ninh chân ngày nâng cứ dương mà an cần lư được bạc quát tặng ác nìa trong ngày tha pe đáp hai miên làm refreshing mình tên tập 4គឺមាន account អូនឈ្មោះ Chop Bide គឺគាត់និយាយថាផ្លូវចិត្តវិជ្ជមានជួបអីដោះនឹងល្អអូនតស៊ូទៀតហើយបន្ទាប់មកមានអូនស៊ឺឆុងគាត់បាននិយាយថាត្រៀមកម្លាំងកាយកម្លាំងចិត្តជាពិសេសសុខភាពត្រូវមកមុនគេបើសុខភាពមិនល្អក៏ដំណើរការប្រឡងមិនរលូនអានឹងបង support 100% ហ្មងអូនដោយសារតែការរៀនគឺយើងត្រូវការចំណាយថាមពលច្រើនមែនតើអញ្ចឹងការថែទាំផ្លូវកាយគឺជារឿងមួយដែលអូនអត់គួរមើលរំលងទេអូយអូនលុចឈីនិយាយទៅអូនក៏និយាយដែរថាគុំរំលងកន្លែងតូចនៃមេរៀនពេលខ្លះរាល់ឆ្នាំអត់ដែរចេញមកចេញឆ្នាំយើងក៏បានដូចជីវៈ2024អញ្ចឹង yes អញ្ចឹងអូនដែលស្ដាប់ហើយកុំភ្លេចមើលចំណុចទូចដែលបងប្អូនតែងតែមើលរំលងអូយអូនរ៉ូសា baby សាគាត់បាននិយាយថាឲ្យឡើង3 tip ហ្មងទី1គាត់ថាធ្វើវិញ្ញាសាចាស់សង្ខេបមេរៀនរូបមន្តឡើងវិញហើយថែរក្សាសុខភាពបង agree 100%អូននីសាចង់និយាយថាគាត់និយាយនេះគឺអ្វីដែលខ្ញុំ support 100% ហ្មងដោយសារតែខ្ញុំញៀនអានឹងមែនតើគឺ choose the right pen គឺយើងត្រូវជ្រើសរើសប៊ិចដ៏ត្រឹមត្រូវមួយខ្ញុំមិនដឹងថៃទេពីអ្នកនរគ្នាតែខ្ញុំមានប៊ិចមួយដែលខ្ញុំប្រើមកដល់ឥឡូវហ្មងប៊ិចខ្ញុំប្រើបានតែមួយ brand ហ្នឹងឯងខៅពី brand ហ្នឹងដូចវាអាភាពសរសេរខ្ញុំនឹងគឺអាចឆ្លងពីខួរក្បាលខ្ញុំទៅដល់กระดาษហ្នឹងហ្មងលុះត្រាតែមានប៊ិចមួយភេទហ្នឹងអញ្ចឹងបើសិនជាអូនទាំងអស់គ្នាមានប៊ិចណាដែលប្រចាំតកោដែលយើងស្រឡាញ់ហើយយកប៊ិចហ្នឹងទៅប្រឡងជាសេរីសួស្ដីអញ្ចឹងណាហើយអូន April twice គាត់និយាយថា focus on improving yourself not your mistake really good ព្រោះនៅពេលណាដែលយើងតែងតែគិតថាអូមិនបានខ្ញុំធ្វើខុសរហូតមិនបានខ្ញុំធ្វើលំហាត់នឹងអត់ចេះរហូតអញ្ចឹងពេលខ្លះយើងអាចបាក់ទឹកចិត្តដែរប៉ុន្តែបើសិនជាគាត់និយាយថាអូខេខ្ញុំចង់ឲ្យខ្លួនឯងប្រកែជាងមុនអញ្ចឹងខ្ញុំនឹងទៅរៀនសូត្របន្ថែមពីលើអ្វីដែលខ្ញុំធ្វើអត់បានល្អអញ្ចឹងខ្ញុំអាចដើរទៅមុខទៀតអញ្ចឹង mistake វាមិនមែនជាអីដែលគួរតែបំបាក់យើងទេតែវាជាឱកាសមួយដែលអាចឲ្យយើង improve ខ្លួនឯងដើរទៅមុខទៀតចុងក្រោយគឺមាន tip មួយដែលខ្ញុំអត់ដែលដឹងហ្មងហើយខ្ញុំមើលហើយខ្ញុំ shock មែនតើគឺគាត់និយាយថាបើក YouTube ស្ដាប់ប្រវត្តិវិទ្យានៅពេលដែលយើងកំពុងងូតទឹកញ៉ាំបាយឬមួយក៏យើងធ្វើអ្វីផ្សេងអញ្ចឹងណាអានឹងគឺជួយគាត់បានច្រើនខ្ញុំគិតថាត្រូវដែរហើយខ្ញុំអត់ដឹងថា YouTube មានគេសង្ខេបមេរៀនប្រវត្តិឬមួយក៏មានជាការនិយាយប្រវត្តិសាស្ត្រអីអញ្ចឹងណាព្រោះការជំនាន់ខ្ញុំអត់បានស្ដាប់ប៉ុន្តែពេលអូននិយាយចេះមកមានអារម្មណ៍ថា so good ដោយសារការមុនខ្ញុំចេះប្រវត្តិដោយសារគ្រូខ្ញុំមិនទៀនរឿងដែរអញ្ចឹងហើយជាអូនអាចសាកសើច YouTube បាននិយាយទៅគឺខ្ញុំប្រឡងចប់អស់រយៈពេល7ឆ្នាំហើយរបៀបដែលក្មេងៗគាត់រៀនឥឡូវហើយជាមួយការមុនគឺខុសគ្នាមែនតើសូម្បីតែរបស់ជំនួយផ្សេងដូចជាសភៅកំណែឬមួយក៏មេរៀនអីផ្សេងក៏សម្បូរបែបច្រើនជាងមុនដែរអញ្ចឹងចង់ប្រាប់អូនថាឥឡូវហ្នឹងឲ្យតែអូនចង់រៀនអត់ខ្វះទេរបស់ដែលជួយយើងដូចបងណែនាំ app MOEYS e-learning សម្រាប់អូនអញ្ចឹងគឺបងនិយាយច្រើនដងមែនតើដោយសារតែ app ហ្នឹងគឺមានសារៈសំខាន់ហើយអាចជួយចំណេញពេលវេលាអូនបានច្រើនមែនតើអញ្ចឹងបើសិនជាអូនមើលវីដេអូនេះហើយអត់ទាន់ download ទេចូលទៅdownload ទាំងអស់គ្នាដោយសារនៅក្នុងហ្នឹងគឺមានមេរៀនគ្រប់មុខវិជ្ជាហ្មងតាំងពីថ្នាក់ទូចរហូតទៅដល់ថ្នាក់វិទ្យាល័យថ្នាក់ទី12ហ្មងណាអញ្ចឹងអូនអាចមើលគ្រប់មេរៀនមានទាំងវីដេអូអូនអាច download មេរៀនទុកមើលហើយជាពិសេសគឺអាចតេស្តខ្លួនឯងនៅលើហ្នឹងទៀតសម្រាប់អូនទី12គឺមានវិញ្ញាសាស្រាប់ហ្មងដែលបងប្អូនអាចវឹកហាត់ខ្លួនឯងបានយ៉ាងងាយស្រួលហ្មងចុងក្រោយបងដឹងថាបាក់ដប់ប្រហែលជាអ្វីមួយសម្រាប់អូនវាធ្ងន់ឬមួយក៏រៀង stress ដែរតែអូនត្រូវគិតថាមានមនុស្សជាច្រើនដែលគាត់អាចធ្វើបានហើយគាត់អាចប្រឡងជាប់អ្នកខ្លះគឺគាត់អាចប្រឡងបាននេះតែល្អខ្លាំងមែនតើអញ្ចឹងអូនត្រូវគិតថាបើសិនជាគេធ្វើបានអូនក៏ធ្វើបានដូចគ្នាសំខាន់ឲ្យតែយើងនៅមានពេលវេលាយើងនៅមានកម្លាំងគឺអូនអាចធ្វើបានទាំងអស់អញ្ចឹងទោះបីជាអូនកំពុងសង្ស័យខ្លួនឯងមិនក៏ដោយឬមួយក៏គិតថាខ្ញុំអត់ដែរហ៊ានបកកែឬមួយក៏ខ្ញុំធ្វើលំហាត់ខុសអីតិចតួចកុំទាន់បាក់ទឹកចិត្តយើងនៅអាចតស៊ូឡើងទៅមុខទៀតហើយយើងតែងតែអាចអភិវឌ្ឍខ្លួនឯងជានិច្ចឲ្យតែបងប្អូនចង់ចឹងបងអរគុណអូនមែនតើបាន share tip មួយចំនួនប្រាប់បងហើយសង្ឃឹមថា tip ទាំងអស់នេះក៏អាចជួយអូនដែលកំពុងតែមើលវីដេអូនេះដូចគ្នាចឹងវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេបងជូនពរអូនប្រឡងបានបន្ទុកល្អហើយជួបគ្នានៅវីដេអូក្រោយបាយបាយ